ចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់យានដ្ឋានហៀងចារដូវភ្លៀងតែ1មេ2មេមួយថ្ងៃហ្នឹងមេឡាន Mustang មួយគឺថាជ្រាបទឹកចូលពេញឡានតែម្ដងខាងក្រោមពេញនឹងទាំងអស់កន្លែងកំហែងហ្នឹងបើយើងស្ទាបទៅគឺប៉ះទៅគឺសើមតែម្ដងហ្នឹងហើយទឹកហូរមកពេញឡានអញ្ចឹងណាគាត់ថាដោយសារគាត់ទុកនៅក្រៅផ្ទះហើយយកមកកន្លែងយើងនឹងដោះមើលទាំងអស់យើងមើលហើយយើងស្វែងរកកន្លែងណាដែលវាលិចណាដែលវាទឹកពីក្រៅចូលទៅក្នុងឡាននឹងអញ្ចឹងយើងបាញ់ទឹករបស់វានៅលើឡាននឹងយូរហើយមានអាជាងនៅខាងក្នុងឡានហ្នឹងគឺគាត់ចាំមើលថាវាស្រក់មកតាមណាអញ្ចឹងណាដើម្បីដោះស្រាយបញ្ហាហ្នឹងបានគឺយើងតតែរកកន្លែងណាដែលវាលិចចូលឃើញបានយើងអាចដោះស្រាយវាបានហ្នឹងហើយបាញ់អញ្ចឹងរហូតតតែឃើញថាវាជ្រាបចូលតាមកន្លែងណាមួយបានយើងអាចទៅធ្វើកន្លែងនោះទៅចំគោលដៅដែលយើងអាចថាបិទទៅគឺវាបាត់ជ្រាបតែម្ដងហ្នឹងហើយបន្ទាប់ពីបាញ់ហើយគាត់ដោះមើលខាងក្នុងខាងអីហ្នឹងទាំងអស់ឡើងវិញហើយគាត់ឃើញថាលិចតាមចំហៀងហ្នឹងហើយនេះបងប្អូនមើលវាលិចមកវាស្រក់ទឹកមកចូលតាមហ្នឹងវាចូលតាមហ្នឹងពេញមកថ្លុកខាងក្រោយហ្នឹងហ្មងចាហើយនឹងវាចូលតាមកែមកស៊ូខាងក្រៅហ្នឹងគឺវាចូលដែរនៅពេលដែលកស៊ូយើងវាចាស់ទៅវាលែងស្អិតអាហ្នឹងគឺវាចូលតាមហ្នឹងដែរចាអញ្ចឹងគាត់ធ្វើការឡើងវិញទាំងអស់ទៅលើឡានហ្នឹងហើយនឹងយើងចាប់ផ្ដើមធ្វើតេស្តវាម្ដងទៀតដោយការបាញ់ទឹកពីលើម្ដងទៀតអញ្ចឹងទៅនៅពេលដែលលែងឃើញហូរទឹកអីហើយអស់បានយើងចាប់ឲ្យបានចូលវិញហើយបកគលឲ្យម្ចាស់ឡានចាអញ្ចឹងបងប្អូនដែលមានបញ្ហាខាងលិចទឹកមិនថាឡានអីទេព្រុសឬក៏ស្អីទាំងអស់ហ្នឹងដែលវាលិចចូលតាមខាងលើក៏មានអាខ្លះទៀតគឺជ្រាបតាមខាងក្រោមក៏មានតាមចំហៀងតាមធ្នេររបស់ឡានហ្នឹងក៏មានអញ្ចឹងបងប្អូនអាចយកមកយានដ្ឋានយើងនឹងដោះស្រាយជូនបងប្អូនទាំងអស់គ្នាបានចាអរគុណច្រើនបងប្អូនហើយក្រាស់ឡានយើងខ្ញុំស្ថិតនៅខាងចិត្តផ្សារទូទំពុងខ្ញុំដាក់លេខទូរស័ព្ទខាងក្រោមហ្នឹងឲ្យបងប្អូនមានបញ្ហាខាងជំរាបទឹកមិនថាជំរាបទឹកទេឬក៏ភ្លើងតោនបាញ់ថ្នាំគ្រឿងក្រមអីបងប្អូនអាចយកមកធ្វើបានទាំងអស់ចាអរគុណច្រើន